កន្លឺ5យ៉ាងនៃការចាយលុយដ៏ឆ្លាតវៃរបស់ប្រជាជនជប៉ុនដែលយើងគួរអនុវត្តដើម្បីមានស្ថិរភាពហិរញ្ញវត្ថុនិងគួរឲ្យរៀនតាម 1. ប្រាសាច់ប្រាក់ជាចម្បង Cash Culture ជនជាតិជប៉ុនចូលចិត្តប្រាសាច់ប្រាក់ជាងកាតអ៊ីណាទៀនវាជួយពួកគេគ្រប់គ្រងចំណាយបានកាន់តែងាយនិងជៀសវាងបំណុលដែលមិនចាំបាច់ដល់ពេលចាយក៏ដឹងថាមានប៉ុន្មានក្នុងដៃ 2. រៀបចំថវិកាជារៀងរាល់ខែ Monthly Budgeting ពួកគេចំណាយតាមផែនការថវិកាដែលបានរៀបចំទុកជាមុនដោយបែងចែកចំណាយចាំបាច់អាហារទឹកភ្លើងនិងការសន្សំ Account គ្រប់គ្រងលុយដោយគ្មានការចាំសំណាង 3. ទិញតែអ្វីដែលពិតជាចាំបាច់ Buy what you truly need ជប៉ុនមានវប្បធម៌ Mottanayi ដែលមានន័យថាកុំស្ដាយវត្ថុពួកគេចាប់អារម្មណ៍លើគុណភាពជាងបរិមាណនិងជៀសវាងការទិញដោយអារម្មណ៍រមាស់ចិត្ត Account ការទិញអ្វីមួយដ៏ឆ្លាតវៃមិនមែនគ្រាន់តែថាត្រូវការប៉ុន្តែត្រូវមានតម្លៃពិតប្រាកដនៃរបស់ដែលត្រូវទិញ 4. ជួសជុលជំនួសកាលទិញថ្មី Repair instead of replace ពួកគេមានទម្លាប់នឹងការជួសជុលឧបករណ៍ឬសម្លៀកបំពាក់មុននឹងទិញថ្មីដើម្បីបន្តប្រើប្រាស់របស់ឲ្យអស់ថ្លៃ Account ជួសជុលជួយសន្សំនិងថែទាំបរិយាកាស 5. ចំណូលដែលលើសត្រូវសន្សំទុក Save surplus income នៅពេលមានប្រាក់ចំណូលបន្ថែមពួកគេមិនចំណាយហួសកំណត់ប្រាក់នោះត្រូវបានចាក់បញ្ចូលក្នុងគណនីសន្សំឬវិនិយោគនៅពេលខាងមុខ Account ប្រាក់លឿនមិនមែនសម្រាប់ចាយគឺសន្សំទុកស្រាវជ្រាវដោយ Channel Money Mindset កតេនីប្រាក់សូមចុចជីជាវឬ Subscribe ដើម្បីទទួលបានគន្លឹះពិសេសបន្តសូមអរគុណ